ខ្ញុំនៅតែមានជំនឿថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអត់បិទផ្លូវនយោបាយអ្នកដឹកនាំកម្ពុជាគេចេះហ่ะខ្ញុំទៅរត់ចោលស្រុកឯណាទៀតខ្ញុំត្រូវធ្វើនយោបាយតែខ្ញុំត្រូវធ្វើជាមួយនឹងអ្នកជំនាន់ក្រោយគឺហ៊ុនម៉ាណែតហ៊ុនម៉ាណិតម៉ានីនឹងធ្វើមួយគ្នាគាត់ឆ្លាតដើម្បីប្រយោជន៍ជាតិអញ្ចឹងតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកមានផ្លូវគឺអ្នកនយោបាយជាន់ខ្ពស់គេមិនដែលបិទផ្លូវនយោបាយទេគឺថាគេបិទផ្លូវមួយខាងគេទុកផ្លូវឲ្យចេញមួយខាងដើម្បីឯកភាពជាតិខ្មែរអញ្ចឹងខ្ញុំនៅតែមានជំនឿខ្ញុំខ្មែរស្បែកដូចគ្នាលោកនាយករដ្ឋមន្ត្រីក៏ខ្មៅគាត់កូនអ្នកស្រែខ្ញុំក៏កូនអ្នកស្រែអញ្ចឹងគាត់នៅបន្តវេនកូនក៏គាត់សុទ្ធតែអ្នកចេះដឹងបណ្ឌិតច្បាប់បណ្ឌិតយោធាសេដ្ឋកិច្ចហើយខ្ញុំក៏អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយខ្ញុំនៅស្រុកខ្មែរខ្ញុំយល់អំពីវប្បធម៌ខ្មែរយើងអាចធ្វើការជាមួយគ្នាយើងប្រឆាំងតែគោលនយោបាយទេតែយើងអត់ប្រឆាំងខ្មែរសម្រាប់ខ្មែរដោយសម័យពលពត3ឆ្នាំ8ខែ20ថ្ងៃទេអញ្ចឹងខ្ញុំមានសង្ឃឹមថាពេលនេះខ្មែរត្រូវឯកភាពជាគ្នាព្រោះយើងដើរមកជាង40ឆ្នាំគឺក្រោយពីរបបពលពតយើងអត់ទាន់រីកចម្រើនអ្វីទេយើងខ្ចីដង្ហើមសេដ្ឋកិច្ចនេះយើងមើលប្រទេសខាងកើតខាងលិចតើគេរីកចម្រើនអស់ប៉ុណ្ណាអញ្ចឹងខ្ញុំជឿថាអ្នកដឹកនាំខ្មែរគឺគាត់ឆ្លាតនិងចាប់ដៃគ្នាធ្វើការហើយខ្ញុំអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំអំពាវនាវដោយស្នាមញញឹមជាមួយព្រះករុណាជីវិតអង្គលត្បូងខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងពិចារណាទោះបីនីតិវិធីនីតិរដ្ឋតុលាការក៏ដោយតែខ្ញុំសង្ឃឹមថាមេបករបស់ខ្ញុំគឺលោកកឹមសុខានឹងត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ព្រោះបើទុកទៀតវែងឆ្ងាយអញ្ចឹងខ្ញុំចាំសម្ដីលោកតេវស៊ីពេញលោកតេវស៊ីពេញពេលដែលគាត់ឡើងកាន់អំណាចពេលដែលម៉ៅស៊ីតុងស្លាប់ពេលដែលជូអេនឡាយស្លាប់គឺតេវស៊ីពេញគាត់ថាយើងបើកទីផ្សារជើងមេឃយើងអត់អាចនៅឯកោហើយយើងអត់បង្កើតសត្រូវទេតែយើងបង្កើតមិត្តគ្មានសត្រូវតែមានមិត្តអញ្ចឹងយើងធ្វើនយោបាយចិនក៏យើងធ្វើអាមេរិកក៏យើងធ្វើសហគមន៍អឺរ៉ុបក៏យើងធ្វើអ្នកជិតខាងក៏យើងធ្វើគឺខ្មែរឆ្លាតខ្មែរអត់មានខួរក្បាលអន់ទេខ្មែរចេះសាងអង្គរវត្តអត់បុកគ្រឹះទេដីខ្សាច់60លានតោនថ្ម10លានតោនតែខ្មែរធ្វើបានចោះរឿងអីមកដល់ពេលនេះខ្មែរធ្វើបានខ្ញុំនៅតែមានជំនឿថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអត់បិទផ្លូវនយោបាយអ្នកដឹកនាំកម្ពុជាគេចេះហ่ะតែខ្ញុំចង់ឲ្យក្មេងសាក្រោយរៀនធ្វើនយោបាយដោយប្រើបញ្ញាកុំប្រើលៀបពើកាប់សម្រាប់គ្នាហួសសម័យទេគឺអ្នកនយោបាយមែនទេគឺយើងជំនាន់ក្រោយហើយខ្ញុំត្រូវធ្វើនយោបាយបន្តទៀតពួកខ្ញុំជាប់គុកដោយសារហេតុផលនយោបាយរឿងអីខ្ញុំទៅរត់ចោលស្រុកឯណាទៀតខ្ញុំត្រូវធ្វើនយោបាយតែខ្ញុំត្រូវធ្វើជាមួយនឹងអ្នកជំនាន់ក្រោយគឺហ៊ុនម៉ាណែតហ៊ុនម៉ាណិតម៉ានីនឹងធ្វើមួយគ្នាយើងគិតថាអូមានខណ្ឌរ៉ាតិចគេដោះលែងអ្នក14នាក់នេះទៅគេពេញក្បាលទិញអីអត់ទេគឺថាឯកភាពជាតិគ្នាហើយខ្ញុំសូមអរគុណបង